សុស្ដីទៅកាន់បងប្អូនថ្នាក់ទី12ទាំងអស់គ្នាដែលត្រៀមប្រឡងបាក់ឌុបថ្ងៃនេះយើងនឹងមកធ្វើលំហាត់ limit ចំនួន5ដែលមានកម្រិតដោះស្រាយផ្សេងៗគ្នាដូចតទៅចាលំហាត់ទី1គឺ a ស្មើ limit x ចុច0នៃ sin x បូក e សេគុណ x ដក1នៅលើ x ការ៉េបូក x ចាំយើងជួសតម្លៃ x ចុះដើម្បីរករៀងរបស់វាថាវារៀងមិនកំណត់ឬក៏អត់ចឹងយើងយក x 0ទៅជួសទៅបាន sin 0បូក e សេគុណ0ដក1នៅលើ0ការ៉េបូក0ចឹង sin 0ស្មើ0 e សេគុណ0ស្មើ1ដក1នៅលើ0ចឹងយើងបាន0នៅលើ0រៀងមិនកំណត់ដូច្នេះយើងដាក់ថារៀងមិនកំណត់ចឹងហើយយើងត្រូវប្រើវិធីដោះស្រាយដូចតទៅគឺស្មើ limit x ចុច0ដល់គ្នាយើងឃើញថាយើងអាចដាក់ច្បាស់បានអញ្ចឹងយើងបាន sin x នៅលើ x ការ៉េបូក x បូកជាមួយនឹង e សេគុណ x ដក1នៅលើ x ការ៉េបូក x ហើយមកបញ្ចុះចឹងមកហើយយើងបន្តទៀតយើងឃើញថាច្បាស់វាយើងអាចទាញ x ជាកត្តារួមបានអញ្ចឹងយើងបាន sin x នៅលើ x បងប្អូនគ្នានេះយើងដាក់គ្នាមកបើសិនជានៅខាងក្នុងវាមានមកបញ្ចុះហើយអញ្ចឹងយើងបាន x បូក1នេះក៏ទាញដែរមក x កត្តា x បូក1បាត់គ្នាមកវិញហើយយើងឃើញថាយើងអាចទាញ1នៅលើ x បូក1ជាកត្តារួមបានអញ្ចឹងយើងបាន limit x ខិតជិត0យើងដាក់មកបញ្ចុះមកអ្នកនរគ្នា sin x នៅលើ x បូក e ស្វ័យគុណ x ដក1នៅលើ x ហើយគុណនឹង1នៅលើ x បូក1ហើយអ្នកនរគ្នាចាដូច្នេះយើងឃើញថាចូលរូបមន្តអាកន្លែងនេះ sin x នៅលើ x ហើយនេះ e សេគុណ x ដក1នៅលើ x ហើយរូបមន្តរបស់យើងគឺ limit x ខិតជិត0នៃ sin ax នៅលើ ax ស្មើ1ហើយ limit x ខិតជិត0នៃ e សេគុណ ax ដក1នៅលើ ax ក៏ស្មើ1ដែរអញ្ចឹងយើងចូលរូបមន្តហើយយើងជួសយកតែម្ដងទៅយើងបានអាម្ដងនេះស្មើ1បូកជាមួយអាម្ដងនេះក៏ស្មើ1ដែរវងបញ្ចុះមកវិញមកគុណនឹង1នៅលើ0បូក1អញ្ចឹងស្មើ2គុណនឹង1នៅលើ1ស្មើ2ចាដូចនេះ a ស្មើ2មកដល់លំហាត់ b ម្ដង b គឺ limit x ខិតជិត0នៃ2 e សេគុណ x ដក2កតា1ដក cos 2x នៅលើ x គៀបអញ្ចឹងយើងត្រូវជួសវាដូចគ្នាដើម្បីឲ្យយើងដឹងថាវាមានរាងយ៉ាងម៉េចអូខេអញ្ចឹងយើងបាន2 e សេគុណ0ដក2កតានឹង1ដក cos 2គុណនឹង0នៅលើ0ស្វ័យគុណ3 e សេគុណ0ស្មើ1អញ្ចឹងបាន2ដក2ហើយcos នៃ0គឺស្មើ1អញ្ចឹងយើងបាន0លើ0ដែរដូច្នេះវាមានរាងមិនកំណត់រាងមិនកំណត់អញ្ចឹងហើយយើងត្រូវប្រើកម្រិតដោះស្រាយដូចតទៅយើងឃើញថាម្ដងនេះយើងអាចទាញ2ជាកត្តារួមបានអញ្ចឹងយើងបាន limit x ខិតជិត0នៃ2កត្តា e សេគុណ x ដក1ហើយទាំងអស់គ្នាកន្លែង1ដក cos 2x គឺស្មើរូបមន្តរបស់យើងគឺ1ដក cos 2x ស្មើ2 sin ការ៉េ x ដោយសារអីរូបមន្តរបស់យើងគឺ1ដក cos ax ស្មើ2 sin ការ៉េ ax នៅលើ2ហើយដែលចៃដន្យ a របស់យើងគឺ2អញ្ចឹង2សម្រួល2អស់នៅសល់ x នឹងអញ្ចឹងយើងបាន1ដក cos 2x ស្មើ2 sin ការ៉េ x ដូច្នេះយើងដាក់គុណនឹង2 sin ការ៉េ x នៅលើ x គៀបហើយយើងបំបែកវាជាផលគុណណាដោយសារតែផ្ទៃបាយយើងអាចធ្វើជាផលគុណបានអញ្ចឹងយើងបាន2 e សេគុណ x ដក1នៅលើ x គុណនឹង2 sin ការ៉េ x នៅលើ x ការ៉េដោយសារតែភាគយកគុណភាគយកដូចដើមហើយភាគបែកគុណភាគបែកយើងបាន x គៀបវិញអញ្ចឹងយើងអាចធ្វើចឹងបានហើយយើងប្រើរូបមន្តlimit x ខិតជិត0នៃ sin ការ៉េ x នៅលើ x ការ៉េស្មើ1និង limit x ខិតជិត0នៃ e សេគុណ ax ដក1នៅលើ ax ស្មើ1អញ្ចឹងម្ដងនេះគឺស្មើ1ហើយម្ដងនេះក៏ស្មើ1ដែរអញ្ចឹងយើងបានលេខ2ទុកដដែលមក2គុណនឹង1គុណនឹង2គុណនឹង1អញ្ចឹងយើងស្មើ4ដូចនេះ b ស្មើនឹង4ដល់លំហាត់ c អញ្ចឹងយើងជួសវាដូចគ្នាអញ្ចឹងមកដើម្បីរករាងយើងបានឬការ៉េនៃ2 cos ផាយភាគ3ដក1នៅលើ2 cos 2ផាយភាគ3បូក1អញ្ចឹងឬការ៉េអញ្ចឹងមក2គុណនឹង cos ផាយភាគ3គឺស្មើកន្លះស្មើ1ភាគ2នឹងឯងហើយដក1មកcos 2ផាយភាគ3ហ្នឹងគឺស្មើដក1លើ2អញ្ចឹងយើងបានដូច្នេះហើយយើងដកបូក1អញ្ចឹងអានេះ2សម្រួល2អស់នៅសល់ឬការ៉េនៃ1អញ្ចឹងយើងបាន1ដក1ក្រោម2សម្រួល2អស់នៅសល់ដក1បូក1ស្មើ0លើ0ដូច្នេះវាមានរាងមិនកំណត់អូខេអញ្ចឹងយើងឃើញថាខាងលើយើងមាន radical ឬក៏ឬការ៉េហ្នឹងអញ្ចឹងយើងប្រើវិធីមួយគឺគុណនឹងកន្សំឆ្លាស់របស់វាយើងបាន limit x ខិតជិត0 x ខិតជិតផាយភាគ3នៃលំហាត់ហ្នឹងយើងដាក់ប្រធានវាមកសិនណា2 cos x ដក1អញ្ចឹងកន្សំឆ្លាស់វាគឺឬការ៉េនៃ2 cos x បូក1ហើយកាលណាតាគេយកគុណនឹងប៉ុណ្ណឹងគេបែកក៏គុណនឹងប៉ុណ្ណឹងដូចគ្នាអញ្ចឹងយើងបានអូ2 cos 2x នេះអ្នកនរគ្នា cos 2x រូបមន្តរបស់យើងក៏មានច្រើនដូចជាcos 2x ស្មើ2 cos ការ៉េ x ដក1ស្មើ1ដក2 sin ការ៉េ x ឬក៏ស្មើ cos ការ៉េដក sin ការ៉េអញ្ចឹងករណីនេះយើងយកស្មើទី1គឺស្មើនឹង2 cos ការ៉េ x ដក1អញ្ចឹងយើងដាក់គ្នាបមកយើងបាន2កតាហ្នឹង2 cos ការ៉េ x ដក1បិទមកចាំមកវិញហើយចាំបូកនឹង1របស់យើងនេះហើយបិទគ្នាមកវិញហើយយើងគុណនឹងម្ដងសំឆ្លាស់មកខាងលើហ្នឹង2 cos ការ៉េ x បូក1ចាដូច្នេះ
ខាងលើយើងចូលរូបមន្ត a ការ៉េដក b ការ៉េគឺ a ដក b គឺថា a បូក b គឺស្មើ a ការ៉េដក b ការ៉េអញ្ចឹងអានេះចាត់ទុកថា a លេខ1ចាត់ទុកថា b អញ្ចឹង a ដក b គឺថា a បូក b ស្មើ a ការ៉េបូក a ការ៉េដក b ការ៉េអញ្ចឹងយើងបាន limit x ខិតជិតផៃភាគ3នៃ2កុសការ៉េ x ហើយវារើសការ៉េអញ្ចឹងយើងដាក់ការ៉េមកដក1ការ៉េអាខាងក្រោមនេះយើងគុណបញ្ចូលមកអ្នកនរគ្នាយើងបាន4កុសការ៉េ x ហើយ2គុណនឹងដក1ស្មើដក2ដក2បូកនឹង1វាបានដក1វិញហើយអាកន្សោមឆ្លាស់នេះទុកនៅដដែលចឹងមកហើយយើងបាន limit ដដែលយើងបន្តអាចជួសអញ្ចឹងយើងឃើញថាអា radical ជាមួយនឹងស្វ័យគុណនេះយើងអាចសម្រួលគ្នាបានអញ្ចឹងយើងបានរបស់បាន2កុស x ដកនឹង1ហើយអាម្ដុំនេះយើងអាចសេបានថាបងប្អូនអា4កុសការ៉េ x នេះយើងអាចសេបានថា2ការ៉េហើយក៏កុសការ៉េ x អញ្ចឹងយើងបានលក្ខណៈថា2កុស x អូការ៉េអញ្ចឹងយើងដាក់វាចូលរួមមកយើងបាន2កុស x ដក1ក៏តែនឹង2កុស x បូក1អញ្ចឹងកាលណាដល់អា2កន្សោមនឹងគុណគ្នាវិញទៅគឺយើងបាន4កុសការ៉េ x ដក1វិញដូច្នេះយើងបន្តទៀតមក2កុសការ៉េ x បូក1អូខេយើងឃើញថាកន្សោមនេះយើងអាចសម្រួលគ្នាបានអញ្ចឹងយើងបានស្មើ limit x ខិតជិតផៃភាគ3នៃ1នៅលើ2កុស x បូក1ក៏តែនឹងរើសការ៉េ2កុស x បូក1ដូច្នេះយើងអាចជួសតម្លៃ x ចូលបានអញ្ចឹងយើងបាន1នៅលើ2កុសផៃភាគ3បូក1ក៏តែនឹងរើសការ៉េនៃ2កុសផៃភាគ3បូក1អញ្ចឹងកុសផៃភាគ3គឺស្មើ1ភាគ2យើងបាន2គុណនឹង1លើ2បូក1ក៏តែនឹងរើសការ៉េនៃ2នៅលើ2ម្ដងទៅហើយបូក1អញ្ចឹងយើងបាន1នៅលើអា2សម្រួល2អស់អញ្ចឹងយើងបាន1បូក1វាស្មើ2គុណនឹង2ចែក2បាន1រើសការ៉េ1ស្មើ1អញ្ចឹង1បូក1ស្មើ2ដូច្នេះយើងបាន1នៅលើ4ហើយដូចនេះសេស្មើ1នៅលើ4នេះយើងឥឡូវយើងមកដល់លំហាត់ D បន្តទៀតអញ្ចឹងយើងជួសវាដូចដើមដែរមកតើវាមានយ៉ាងម៉េច limit របស់យើងគឺ limit x ខិតជិតបូកអនន្តអញ្ចឹងយើងបានបូកអនន្តអូការ៉េបូកនឹងលិននៃបូកអនន្តនៅលើ3បូកអនន្តអូការ៉េដកនឹង1អញ្ចឹងយើងឃើញថាអានេះក៏អនន្តអានេះក៏អនន្តបូកទៅបានអនន្តអាក្រោមក៏អនន្តដែរចឹងអនន្តឬអនន្តរៀងមិនកំណត់ដូចនេះយើងដាក់ថារៀងមិនកំណត់អនន្តឬអនន្តដូច្នេះក្នុងការដោះស្រាយ limit អនន្តឬអនន្តគេត្រូវដកទាញទូដែលមានដឺក្រេខ្ពស់ជាងគេជាកត្តារួមដូច្នេះយើងឃើញ x ការ៉េដែលមានដឺក្រេខ្ពស់ជាងគេចឹងយើងទាញមកយើងបាន limit x ខិតជិតបូកអនន្តនៃ x ការ៉េអានេះទាញ x ការ៉េទៅនៅសល់1ហើយលិននៃ x នេះទាញ x ការ៉េទៅបានលិននៃ x នៅលើ x ការ៉េនៅលើអាម្ដងនេះទាញ x ការ៉េនៅសល់3ដកនឹង1នៅលើ x ការ៉េដូច្នេះយើងអាចសម្រួល x ការ៉េចោលអស់ទៅយើងនៅសល់ limit x ខិតជិតបូកអនន្តនៃ1បូក limit អញ្ចឹង1បូកលិននៃ x នៅលើ x ការ៉េនៅលើ3ដក1នៅលើ x ការ៉េអញ្ចឹងកាលណាយើងជួសបូកអនន្តចូលទៅវាមួយចំនួនលើអនន្តគឺបាន0អញ្ចឹងយើងបាន1នៅលើ3ដូចនេះ D ស្មើ1លើ3អូខេយើងបន្តមកលំហាត់ មួយទៀតគឺ limit x ខិតជិត0នៃ e សេគុណ2ដក 3x ដកនឹង e សេគុណ2ហើយកត្តានឹង sin នៃ pi x នៅលើ 4x ការ៉េអញ្ចឹងយើងជួសដូចដដែលដែរមកយើងបាន e សេគុណ2ដកនឹង0គុណនឹង3ស្មើ0 e សេគុណ2 sin pi គុណនឹង0ក៏0ដែរនៅលើ0ការ៉េអញ្ចឹងអានេះវាបាន e សេគុណ2ដក e សេគុណ2នៅសារ0ហើយ sin 0ក៏0អញ្ចឹង0ទៅ0យើងដាក់ថារៀងមិនកំណត់ទៀតរៀងមិនកំណត់0លើ0ដូច្នេះទាំងអស់គ្នាយើងអាចទាញវាយើងឃើញថាយើងអាចទាញវាដាក់ជាតាមរូបមន្តនេះបានគឺ limit x ខិតជិត0នៃ e សេគុណ ax ដក1នៅលើ ax ស្មើ1អញ្ចឹងយើងឃើញថា e សេគុណ2ដក3 x ហ្នឹងយើងអាចសរសេរបានថា limit x ខិតជិត0 e សេគុណ2គុណនឹង e សេគុណដក 3x ដកនឹង e សេគុណ2អានេះយើងប្រើរូបមន្ត a សេគុណ n គុណនឹង a សេគុណ m ស្មើ a សេគុណ n បូក m នឹងឯងដូច្នេះយើងទាញ e ការ៉េជាកត្តារួមអញ្ចឹងយើងនៅសល់ e សេគុណដក 3x ដក1ហើយ sin pi x ដដែលនៅលើ 4x ការ៉េហើយទាំងអស់គ្នាអានេះយើងបបាយជាផលគុណភាគបែងមកភាគយកគុណភាគយកភាគបែងគុណភាគបែងដូចដើមវិញអញ្ចឹងទៅអញ្ចឹងយើងបាន e សេគុណដកe ការ៉េយើងទុកម្ដុំសិនចាំយើងសរសេរតាមក្រោយទៀតអញ្ចឹង e សេគុណដក 3x ដក1នៅលើយើងដាក់បបាយ x ចេញសិនណាហើយគុណនឹង e ការ៉េ sin pi x នៅលើ 4x ទាំងអស់គ្នាយើងអាចបបាយយ៉ាងម៉េចក៏បានដែរឲ្យដល់យើងចូលរូបមន្តអញ្ចឹងយើងបានមក limit x ខិតជិត0នៃ e សេគុណដក 3x
ចឹងដើម្បីឲ្យចូលរួមមុនយើងថែមដក3នៅពេលបែកចឹងយើងត្រូវគុណនឹងដក1នៅលើ3ដូចគ្នាអូមិនមែនទេអ្នកនរគ្នាយើងត្រូវគុណនឹងដក3តែម្ដងចឹងដក3ហើយអាពេលបែក4ហ្នឹងយើងដាក់ពីក្រោមហ្នឹងក្រេក៏ដាក់ចឹងដែរមកហើយគុណនឹងsin pi x អានេះមាន x ចឹងយើងត្រូវថែម pi មួយទៀតដើម្បីថែម pi ហ្នឹងហើយដូចដើមវិញយើងត្រូវគុណនឹង pi ដូចគ្នាចឹងវាសិតតែជាផលគុណទេដូច្នេះអានេះចូលរួមមុនហើយអាម្ដងនេះស្មើ1អ្នកគ្នាមកឲ្យអាក្រក់មើលពេកចឹងយើងបាន1គុណនឹងដក 3 ការ៉េនៅលើ4អានេះម្ដងនេះមួយទៀតគុណនឹង pi ចឹងយើងបានដក 3 pi ការ៉េនៅលើ4ដូចនេះស្មើដល់3 pi ការ៉េនៅលើ4អូខេដូច្នេះអ្នកនរគ្នាបើសិនជាមានចម្ងល់អីថែមអាច comment សួរនៅក្រោមវីដេអូនេះបានក៏ដូចជារងចាំមើលលំហាត់ផ្សេងៗទៅតាមក្រោយនេះទៀតសូមអរគុណ